ឥឡូវយើងចូលទំព័រថ្មីរបស់យើងទៀត complete the chart about Andrew and Claudia អញ្ចឹងគេឲ្យយើងបំពេញតារាងនេះណាតើតើនឹងព័ត៌មានរបស់ Andrew ហើយនិង Claudia អូខេតើអញ្ចឹងយើងបំពេញទាំងអស់គ្នាណាអូខេអញ្ចឹង surname របស់អ្នក Andrew តើក៏គាត់ឈ្មោះអីដែរអ្នកនរគ្នានៅចាំហ៎គឺ Johnson ចុះ Claudia វិញ Claudia តើក៏គាត់គឺនេះនៅខាងក្រោមណា Luke អូខេ Luke age ចឹង Johnson អាយុ30អូខេណា30ឆ្នាំហើយ Claudia ហើយយើងមើលចុះមើលឡើងតិចណា41អូខេ41 country ចឹង Johnson Andrew Johnson គឺគាត់មកពី New Zealand តែពេល Claudia គាត់មកពីណាដែរអ្នកគ្នា American ណាចឹងមកពី America អូខេ America job អញ្ចឹង Andrew គាត់គឺជាណា engineer ណា engineer ហើយពេល Claudia គាត់គឺជាzoologist អូខេ zoologist យើងត្រូវណា she is zoologist salary Andrew salary 200 pound ក្នុងមួយថ្ងៃណា200 pound នៅក្នុងមួយថ្ងៃដល់ពេល Claudia ប្រហែលដែរយើងអត់បានអានព័ត៌មានរបស់គាត់អូខេអញ្ចឹង 60000 ក្នុងមួយឆ្នាំអូខេយើងដាក់ 60000 មក$60000អូខេ free time ចឹង free time របស់ Johnson ដោយសារយើងអានហើយណាគឺគាត់ទៅចិត្តទៅណាគឺ to ណា gym ហើយនឹងplay snooker អីសំដៅ snooker គេដល់ពេល Claudia វិញគាត់ទៅចិត្តធ្វើអីនៅពេលទំនេរ free time she writes songs and work her dog អូខេចឹងwork her dog នាំឆ្កែដើរអូខេនឹងនិពន្ធបទចម្រៀងអូខេ married ចឹង Andrew គឺណារៀបការទេអូខេClaudia yes មករៀបការរួចហើយអូខេតាមានប៉ុណ្ណឹងព័ត៌មានរបស់គាត់ទាំងពីរនេះហើយ close your books what do you remember about Andrew and Claudia អូខេចឹងយើងបិទហើយតែបិទសភៅហើយតើយើងចាំព័ត៌មាននេះខ្លះទៅអ្នកទាំងពីរគេ talk about them with a partner អញ្ចឹងគេឲ្យយើងរៀបរាប់មក Andrew's surname is Johnson he's 30 and he come from New Zealand ចុះ Claudia surname is Luke ណា she is 41 and she come from America អូខេឥឡូវយើងទៅអានព័ត៌មានរបស់ Claudia ណា Claudia ទាំងអស់គ្នា zoologist Claudia Luke អូខេនេះគាត់ណាអញ្ចឹង Claudia is ណា Claudia 41 is American អញ្ចឹង Claudia អាយុ41ឆ្នាំជាជនជាតិអាមេរិក she's a zoologist នាងគឺជាអ្នកថែសត្វ and she teaches at university ចឹងនាងក៏បង្រៀននៅមហាវិទ្យាល័យដែរ she live in California ចឹងនាងរស់នៅរដ្ឋ California and works with her husband ហើយធ្វើការជាមួយនឹងប្តីរបស់នាង Jim at the research center in the Mojave Desert ចឹងនាងបានធ្វើការជាមួយប្តីរបស់នាងនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនៅវាលខ្សាច់ Mojave her where she studies snake នៅគឺជាកន្លែងដែលនាងសិក្សាអំពីសត្វពស់ and other animals ហើយនឹងសត្វដទៃផ្សេងទៀត
She likes working in the desert នាងចូលចិត្តធ្វើការនៅឯវាលខ្សាច់ in her free time នៅពេលទំនេររបស់នាង she writes songs នាងចូលចិត្តនិពន្ធបទចម្រៀង and walks her dog ហើយនាំឆ្កែដើរឈ្មោះថា Prever ណាឆ្កែរបស់នាងឈ្មោះ Prever she earns about 60,000 a year នឹងគឺជាព័ត៌មានរបស់ Claudia អូខេឥឡូវយើងមកមើលមានលំហាត់ដែលយើងត្រូវធ្វើទៀតអញ្ចឹង what does he do អូខេ he do សួរពីអ្នកណាណាសួរពី Andrew question and negative អញ្ចឹងយើងមកមើលសំណួរហើយនឹងប្រយោគបដិសេធ Okay, read and listen ណា complete the lines about Andrew ចាំបំពេញព័ត៌មានអំពី Andrew practice them with partner អញ្ចឹងយើងអនុវត្តជាមួយដៃគូរបស់យើងអញ្ចឹងសំណួរទី1គេសួរថា what does Andrew do តែ Andrew គាត់ធ្វើអី what's his job អញ្ចឹង he's an engineer okay he's an engineer where does he come from តើគាត់មកពីណា New Zealand okay មកពី New Zealand does he live in Scotland yes he does does he live in New Zealand no គាត់នៅ New Zealand មែនអត់ទេណាhe isn't married okay គាត់មិនទាន់រៀបការទេ he doesn't have any children ហើយគាត់ក៏អត់មានកូនដែរឥឡូវយើងស្ដាប់កន្លែងនេះផ្ទៀងផ្ទាត់ចម្លើយ okay Tape script 2.4 What does Andrew do? He's an engineer. Where does he come from? New Zealand. Does he live in Scotland? Yes, he does. Does he live in New Zealand? No, he doesn't. He isn't married. He doesn't have any children. Okay ឃើញថាត្រូវហើយណាយើងបំពេញតោះអញ្ចឹងចំណុចវេយ្យាករណ៍កន្លែងនេះ grammar and pronunciation នៃការរៀនវេយ្យាករណ៍ហើយនឹងការបញ្ចេញសំឡេង complete these sentences with the correct form of live អញ្ចឹងយើងប្រើ live មកប្រើនៅក្នុងកន្លែងចន្លោះទាំងអស់នេះអូខេតើអញ្ចឹង he live in Scotland negative he doesn't live in Scotland question where does he live អូខេយើងប្រើ live ទាំងអស់ណា in Scotland listen practice the pronunciation of does ឬក៏ doesn't អូខេយើងស្ដាប់កន្លែងបន្តិចណា Tape script 2.5 Does he play football? Yes, he does. No, he doesn't. អូខេមានប៉ុណ្ណឹងណាអញ្ចឹងមានវេយ្យាករណ៍នៅខាងក្រៅដែរឥឡូវយើងទៅមើលវេយ្យាករណ៍សិនណាមុនពេលយើងមកធ្វើលំហាត់នៅខាងក្រោមអូខេនៅចំណុច 2.1 នៅចំណុច 2.2 អូខេ 2.1 present simple he she it the present simple express a fact which is always true or true for a long time អូខេគេថា present simple គឺយើងប្រើនៅក្នុងការពិតដែលវាតែងតែកើតឡើងហើយវាពិតក្នុងរយៈពេលយូរដែរអូខេ he come from New Zealand អញ្ចឹងនឹងគឺជារឿងពិតដែរគាត់ជាជនជាតិ New Zealand ហើយគាត់មកពីប្រទេស New Zealand ឬក៏គាត់រស់នៅប្រទេស New Zealand she works with her husband អូខេអញ្ចឹងយើងប្រើ present simple ដូចគ្នាយើងប្រើ present simple ដូចគ្នា she work នាងធ្វើការជាមួយប្តីរបស់នាងទី2 the present simple also express a habit or a routine គេថា present simple គឺយើងប្រើនៅក្នុងទម្លាប់ឬក៏អ្វីដែលយើងតែងតែធ្វើជាប្រចាំ he often goes to the gym អញ្ចឹងគាត់តែងតែទៅ gym she walk her dog every day អញ្ចឹងគឺជាសកម្មភាពដែលគាត់តែងតែធ្វើជារៀងរាល់ថ្ងៃណាជា routine របស់គាត់ប្រយោគស្រប she eat lives នៅថែម s ដោយសារតែកិច្ចសព្ទនឹងប៉ះជាមួយ he she eat in Hungary អូខេnegative he she eat doesn't live
ចឹងបដិសេធគឺយើងប្រើ doesn't មួយចំនួន doesn't does not អូខេប្រយោគកាត់ណាតម្រងកាត់ប្រយោគតម្រងពេញ question where does he she it live ណាតើគាត់នាងរស់នៅឯណាអូខេyes ឬក៏ no question does he ឬក៏ she live in America in France តើពួកគេណាពួកគេសំដៅតើគាត់នាងវានឹងរស់នៅអាមេរិកឬក៏រស់នៅប្រទេសបារាំង yes he does បើសិនជាគាត់រស់នៅប្រទេសបារាំងឬក៏នឹងឆ្លើយតបនឹងសំណួរដែលគេសួរឬក៏ no នៅសួរអ្នកណាសួរ he ឬក៏ she អូខេបើសិនជា no សួរនាងណា she doesn't ណា yes it does អូខេនឹងគឺជាចម្លើយហើយឡើយយើងមកមើលចំណុចទី2.2 spelling of the third person singular អូខេអញ្ចឹងជាប្រកបជាមួយនឹងបរិបទទី3ណា singular most verb add s in the third person singular អញ្ចឹងកិរិយាសព្ទភាគច្រើនគឺគេថែម s ដល់ពេលដែលយើងប្រើជាមួយនឹងណា he she it អូខេឧទាហរណ៍ដូចជា wears speaks live lives but go and do are different ណាប៉ុន្តែ go ហើយនឹង do គឺខុសពីគេ they add es ណាយើងមើលដូចជា go ទៅជា goes do ទៅជា does អូខេពេលដែលប្រើជាមួយ he she it if the verb end in s sh or ch add es ហើយមិនថាតែ do does ទេថែមឬក៏ go ទេមិនថាតែ go ឬ do ទេអញ្ចឹងកន្លែងនេះគេថាកិរិយាសព្ទដែលបញ្ចប់ដោយ s sh ឬក៏ ch ហ្នឹងគេថែម es ចឹង finish ទៅជា finishes watch watches អូខេចឹងបញ្ចប់ដោយ ch នេះថែម es if the verb end in a consonant បើសិនជា consonant មួយហើយប៉ះជាមួយនឹង y ចឹងគេដក y ចេញ change to ies បើសិនជាពាក្យហ្នឹងបញ្ចប់ដោយណាបញ្ចប់ដោយ consonant ហើយ y ណា consonant ហើយ y ឧទាហរណ៍ដូចជា fly fly consonant l ណា y មុខប៉ះមួយ y លុប y ចោលហើយយើងដូរទៅដាក់ ies study ទៅជា studies but if the verb end in a vowel ចឹងបើសិនជាកិរិយាសព្ទបញ្ចប់ដោយស្រៈ y the y does not change ចឹងបើសិនជាអ្នកបើសិនជាស្រៈប៉ះជាមួយ y ចឹង y នេះយើងអត់ផ្លាស់ប្ដូរទេណាអញ្ចឹងយើងថែមយកទៅដល់ឧទាហរណ៍ដូចនេះណា a គឺជាស្រៈអញ្ចឹង y គឺយើងអត់ផ្លាស់ប្ដូរទេយើងថែម s យកណា have is irregular have គឺវាប្រែប្រួលអញ្ចឹងពី have ទៅជា has នៅពេលដែលយើងប្រើជាមួយ he she it ណាអ្នកគ្នាអញ្ចឹងទម្រង់ទាំងអស់នេះណាឬក៏ច្បាប់ទាំងអស់នេះគឺគេប្រើគឺគេអនុវត្តជាមួយនឹង he she it ណាអូខេមានប៉ុណ្ណឹងនៅចំណុចវេយ្យាករណ៍ទាំងនេះតោះនៅខាងក្រោមគេឲ្យយើងធ្វើអីខាងក្រោម complete the questions and answers about Andrew ចឹងសួរឲ្យឆ្លើយពី Andrew ទៀតហើយ where does Andrew work on and Oric អូខេចឹងសំណួរយើងដាក់មកវិញអ្នកនរកន្លែងនេះ does he work hard does he work hard yes he does how much does he earn ណាចឹងមែនអ្នកគ្នា 200 pounds a day what does he do in free time អូខេតើគាត់ទៅធ្វើអីចឹង he goes to gym and he play snooker អូខេdoes he like his job តើគាត់ចូលចិត្តការងាររបស់គាត់ទេ yes he does he have a dog no he doesn't ក៏អត់មានទេអូខេតោះអញ្ចឹងយើងស្ដាប់ទៀងផ្ទាត់ណាទៀងទាត់ចម្លើយរបស់យើងបន្តិចTape script 2.6. 1. Where does Andrew work? On an oil rig. 2. Does he work hard? Yes, he does.
3. How much does he earn? £200 a day. 4. What does he do in his free time? He goes to the gym and he plays snooker. 5. Does he like his job? Yes, he does. 6. Does he have a dog? No, he doesn't. អូខេឃើញអត់ត្រូវអស់ហើយអ្នកគ្នាអញ្ចឹងមានប៉ុណ្ណឹងណាកន្លែងនេះអរគុណច្រើនអញ្ចឹងអ្នកដែលចង់រៀនផ្ទាល់អាចឆាតទៅណាឆាតទៅ page ខ្ញុំដាក់នៅលើណានៅក្នុងវីដេអូយើងនៅខាងលើហ្នឹងដើម្បីយើងរៀនផ្ទាល់ណាអញ្ចឹងអាចនឹងយល់ច្រើនជាងយើងរៀនតាមវីដេអូអូខេអរគុណច្រើន